សួស្តីសូមស្វាគមន៍មកកាន់នេតិបំផុសគំនិតខ្ញុំបញ្ញាថ្ងៃនេះខ្ញុំចង់ចំណាយពេលបន្តិចដើម្បីចែករំលែកជាមួយអ្នកទាំងអស់គ្នាអំពីគំនិតដ៏មានអានុភាពមួយដែលបានផ្លាស់ប្ដូររបៀបដែលខ្ញុំមองเห็นការកសាងទម្លាប់គំនិតនេះបានមកពីសៀវភៅដ៏ល្បីល្បាញមួយដែលមានឈ្មោះថា Atomic Habits ឬអានុភាពនៃទម្លាប់តូចៗតើអ្នកធ្លាប់មានអារម្មណ៍ថាអ្នកចង់ផ្លាស់ប្ដូរជីវិតចង់បង្កើតទម្លាប់ល្អថ្មីៗដូចជាការហាត់ប្រាណការអានសៀវភៅឬការរៀនជំនាញថ្មីដែរឬទេប៉ុន្តែអ្នកតែងតែបរាជ័យឬបោះបង់ចោលនៅពាក់កណ្ដាលផ្លូវដែរឬទេអ្នកមិនមែននៅម្នាក់ឯងទេយើងភាគច្រើនសុទ្ធតែធ្លាប់ឆ្លងកាត់បទពិសោធន៍នេះសៀវភៅនេះបានបង្ហាញផ្លូវមួយមិនមែនជាផ្លូវដែលបង្ខំយើងឲ្យប្រឹងប្រែងខ្លាំងក្លាតាំងពីដំបូងនោះទេប៉ុន្តែជាផ្លូវដែលផ្ដោតលើការផ្លាស់ប្ដូរតូចបំផុតតូចដូចអាតូមអ៊ីចឹងគំនិតស្នូលទី1គឺអានុភាពនៃការកែលម្អត្រឹមតែ 1% ជារៀងរាល់ថ្ងៃសួងស្រមៃតាមខ្ញុំបើអ្នកអាចធ្វើឲ្យខ្លួនឯងប្រសើរឡើងត្រឹមតែ 1% ជារៀងរាល់ថ្ងៃក្រោយរយៈពេល1ឆ្នាំលទ្ធផលដែលអ្នកទទួលបានគឺមិនមែនត្រឹមតែ 365% នោះទេតែវាជាការកើនឡើងបែបទ្វីគុណអ្នកនឹងឆ្លាយជាមនុស្សម្នាក់ដែលប្រសើរជាងមុនជិត30ដងផ្ទុយទៅវិញបើអ្នកធ្លាក់ចុះ 1% ជារៀងរាល់ថ្ងៃអ្នកនឹងខិតចិត្តទៅរក0វាដូចជាការស្រោចទឹករុក្ខជាតិមួយដើមអ៊ីចឹងថ្ងៃដំបូងអ្នកប្រហែលជាមិនឃើញមានអ្វីផ្លាស់ប្ដូរទេមួយសប្តាហ៍ក្រោយក៏នៅតែមិនឃើញប៉ុន្តែបើអ្នកបន្តស្រោចទឹករាល់ថ្ងៃយូរទៅដើមឈើនោះនឹងលូតលាស់ធំធាត់ហើយចេញផ្កាផ្លែការផ្លាស់ប្ដូរធំក្នុងជីវិតគឺការចេញពីផលបូកនៃទម្លាប់តូចរាប់រយរាប់ពាន់ដងដែលយើងធ្វើដោយខ្វាន់សមានសុភាពដូច្នេះកុំមើលស្រាលសកម្មភាពតូចដូចជាការអានសៀវភៅមួយទំព័រការធ្វើសមាធិ1នាទីឬការដើររយៈពេល5នាទីវាជាគ្រាប់ពូជនៃការផ្លាស់ប្ដូរដ៏ធំធេងចំណុចសំខាន់ទី2ដែលខ្ញុំគិតថាមានអានុភាពខ្លាំងបំផុតគឺការកសាងទម្លាប់ផ្អែកឲ្យអត្តសញ្ញាណមនុស្សភាគច្រើនពេលចង់ផ្លាស់ប្ដូរពួកគេផ្ដោតលើលទ្ធផលឧទាហរណ៍ពួកគេនិយាយថាខ្ញុំចង់សម្រស់ទម្ងន់ឬខ្ញុំចង់សរសេរសៀវឃើញឲ្យចប់មួយក្បាលនេះជាគោលដៅដែលត្រឹមត្រូវប៉ុន្តែវាមិនមែនជារបៀបដែលមានប្រសិទ្ធភាពបំផុតនោះទេអ្នកនិពន្ធសៀវភៅនេះផ្ដោតលើអត្តសញ្ញាណឬមនុស្សដែលយើងចង់ក្លាយទៅជាជំនួសឲ្យការនិយាយថាខ្ញុំចង់រត់ម៉ារ៉ាតុងសូមសួរខ្លួនឯងថាតើខ្ញុំត្រូវធ្វើដូចម្ដេចដើម្បីក្លាយជាអ្នករត់ជំនួសឲ្យការនិយាយថាខ្ញុំចង់អានសៀវភៅឲ្យបានច្រើនសូមផ្ដោតលើការក្លាយជាអ្នកអានហេតុអ្វីបានជាការផ្លាស់ប្ដូរនេះសំខាន់ព្រោះរាល់សកម្មភាពដែលអ្នកធ្វើគឺប្រៀបដូចជាការបោះឆ្នោតមួយសម្រាប់ប្រភេទមនុស្សដែលអ្នកចង់ក្លាយទៅជានៅពេលអ្នកជ្រើសរើសពាក់ស្បែកជើងរត់ហើយចេញទៅក្រៅតោះត្រឹមតែ5នាទីក៏ដោយអ្នកកំពុងបោះឆ្នោតឲ្យខ្លួនឯងក្លាយជាអ្នករត់នៅពេលអ្នកយិបសៀវភៅមកអានមួយទំព័រមុនពេលចូលគេងអ្នកកំពុងបោះឆ្នោតឲ្យខ្លួនឯងក្លាយជាអ្នកអានទម្លាប់មិនមែនគ្រាន់តែជាអ្វីដែលអ្នកធ្វើនោះទេវាជាអ្វីដែលសថនថាអ្នកជានរណាគោលដៅពិតប្រាកដនៃការកសាងទម្លាប់មិនមែនដើម្បីទទួលបានលទ្ធផលតែមួយមុខនោះទេប៉ុន្តែគឺដើម្បីក្លាយជាមនុស្សម្នាក់ដែលអ្នកប្រាថ្នាចង់ពិនឥឡូវនេះសំណួរសួរថាតើយើងចាក់កសាងទម្លាប់យ៉ាងនោះដោយរបៀបណាសៀវភៅនេះបានឲ្យក្របខ័ណ្ឌដ៏សាមញ្ញមួយដែលមានច្បាប់4ខដើម្បីជួយយើងសាងទម្លាប់ល្អហើយបំបត្តិទម្លាប់អាក្រក់ច្បាប់ទី1គឺធ្វើឲ្យវាមើលឃើញច្បាស់បរិស្ថានជុំវិញខ្លួនមានឥទ្ធិពលខ្លាំងមកលើព្រឹត្តិកម្មរបស់យើងបើអ្នកចង់បង្កើតទម្លាប់អានសៀវភៅសូមដាក់សៀវភៅនៅលើខ្នើយខ្នាយរបស់អ្នកបើអ្នកចង់ផឹកទឹកឲ្យបានច្រើនសូមដាក់ដបទឹកនៅលើតុធ្វើបំពល់របស់អ្នកចង់លើកទម្លាប់អាក្រក់សូមធ្វើឲ្យវាមើលមិនឃើញឧទាហរណ៍លាក់នំកញ្ចប់ឬ remote TV ឲ្យកម្លាំងទីបាក់រកច្បាប់ទី2គឺធ្វើឲ្យវាតាក់ទាញខក្បាលរបស់យើងអ្នកអាចធ្លាប់ទម្លាប់ដែលអ្នកចង់សាងជាមួយអ្វីមួយដែលអ្នកចូលចិត្តធ្វើអាចតាំងគត់ឲ្យខ្លួនឯងថាអ្នកនឹងស្ដាប់ podcast ដែលអ្នកចូលចិត្តស្ដាប់បានតែនៅពេលដែលអ្នកកំពុងហាត់ប្រាណតែប៉ុណ្ណោះការធ្វើបែបនេះនឹងធ្វើឲ្យការហាត់ប្រាណក្លាយជារឿងទីណាទាក់ទាញជាងមុនច្បាប់ទី3ធ្វើឲ្យវាងាយស្រួលដូច្នេះដើម្បីសាងទម្លាប់ថ្មីចូលចាប់ផ្ដើមឲ្យតូចហើយងាយមានច្បាប់មួយរយៈថាច្បាប់2នាទីទម្លាប់ថ្មីរបស់អ្នកគួរតែឆៃពេលមិនច្រើន2នាទីដើម្បីធ្វើចង់ហាត់យូហ្គាចាប់ផ្ដើមដោយការពុះសឿយូហ្គាចេញមកចង់អានសៀវភៅរាល់ថ្ងៃចាប់ផ្ដើមដោយការអានត្រឹមតែមួយទំព័រគន្លឹះគឺធ្វើឲ្យការចាប់ផ្ដើមមានភាពងាយស្រួលរហូតដល់អ្នកមិនអាចនិយាយថាទេបាននៅពេលដែលអ្នកចាប់ផ្ដើមហើយការបន្តធ្វើវានឹងកាន់តែងាយស្រួលហើយច្បាប់ចុងក្រោយច្បាប់ទី4ធ្វើឲ្យវាគួរឲ្យពេញចិត្តខក្បាលរបស់យើងនឹងចាំហើយចាំធ្វើសាំនៅព្រឹត្តិកម្មដែលឲ្យរង្វាន់ភ្លាម
ពីឡៅទៅបន្ទាប់ពីអ្នកធ្វើទម្លាប់ល្អរបស់អ្នកចប់សូមឲ្យរង្វាន់តូចមួយដល់ខ្លួនឯងភ្លាមវាអាចជាការគោះក្រាប់ធូបនៅពេលលីតែការនិយាយពាក្យសរសើរខ្លួនឯងឬការដឹងតែមួយបែកយ៉ាងផនคลายความรู้สึกเป็นចិត្តเล็กๆน้อยๆนี้នឹងส่งสัญญาณถึงข้อกบาลរបស់អ្នកថាអូការធ្វើបែបនេះពិតជាល្អណាស់លើកក្រោយយើងធ្វើម្ដងទៀតសរុបមកមែនការផ្លាស់ប្ដូរជីវិតមិនមែនកើតឡើងពីការផ្លាស់វាជាលទ្ធផលនៃទម្លាប់តូចៗរៀងរាល់ថ្ងៃចូលចាប់ផ្ដើមពីតូចផ្ដោតលើការកែលម្អត្រឹមឋាន 1% ចូលផ្ដោតលើអត្តសញ្ញាណសួរខ្លួនឯងថាតើខ្ញុំចង់ក្លាយជាមនុស្សបែបណាហើយចែកទម្លាប់តូចៗដើម្បីបោះឆ្នោតឲ្យអត្តសញ្ញាណលោះជារៀងរាល់ថ្ងៃហើយចូលចាំច្បាប់ទាំងបូមធ្វើឲ្យវាច្បាស់លាស់ធ្វើឲ្យវាទៀងទាងធ្វើឲ្យវាងាយស្រួលហើយធ្វើឲ្យវាគួរឲ្យពេញចិត្តដំណើរនៃការផ្លាស់ប្ដូរអាចจะយឺតប៉ុន្តែរាល់ចំណាក់តូចៗដែលអ្នកដោតទៅខាងមុខគឺពិតជាមានតម្លៃអ្នកមានพลังនៃការកសាងជីវិតដែលអ្នកហ្វៃខ្វាដោយចាប់ផ្ដើមពីទម្លាប់តូចបំផុតនៅថ្ងៃនេះសូម